ជំរាបសួរលោកគ្រូខ្ញុំឈ្មោះរឿងជាវ័យមកពីក្រុម SV7 ថ្ងៃនេះដែរខ្ញុំមកធ្វើការrecord demo អំពីបច្ចេកដែលលោកគ្រូបានដាក់ឲ្យអញ្ចឹងទាំងអស់នេះវាគឺជា file ដែលខ្ញុំបានធ្វើអញ្ចឹងជាដំបូងខ្ញុំធ្វើការមកយល់អំពី API មកអញ្ចឹងអានេះវាគឺជា function card data របស់ខ្ញុំហើយនេះក៏វាគឺជា route index របស់ខ្ញុំហើយនេះវាគឺជាដាក់ route product របស់ខ្ញុំនេះវាគឺជា route product detail របស់ខ្ញុំហើយបន្តមកអានេះវាគឺជា route add to cart របស់ខ្ញុំហើយនេះវាគឺជា route card របស់ខ្ញុំហើយបន្តមកនេះគឺជា card remove route card remove ខ្ញុំបន្តមកនេះគឺជា route check out ហើយនេះវាគឺជា route Telegram bot របស់ខ្ញុំហើយបន្តមកខ្ញុំចូលទៅកាន់ product ដែលជាកន្លែង store data product របស់ខ្ញុំហើយនេះខ្ញុំមាន template ហ្នឹងខ្ញុំមានfooter មាន bar មាន card មាន check out មាន index មាន login មាន product detail មាន product និងមាន register អញ្ចឹងខ្ញុំមកធ្វើការ demo ឲ្យលោកគ្រូមើលអញ្ចឹងដោយសារតែខ្ញុំ run តាមនឹងអត់ដែរអញ្ចឹងខ្ញុំមកធ្វើការ run វាតាម comment វិញអញ្ចឹងខ្ញុំចុចចូលទៅហើយនេះគឺជា view UI របស់ខ្ញុំវាមាន product អញ្ចឹងតោះមកខ្ញុំចុចទៅកាន់ shop the collection ហ្នឹងហើយវាបើយើងចុចចូលទៅវានឹងចូលទៅកាន់ shop all product របស់ខ្ញុំហើយនេះវាគឺជា feature ហើយតោះមកខ្ញុំចុចទៅកាន់ view detail ហើយខ្ញុំចុច order ចុច3 4មកអញ្ចឹងអានេះវាគឺជា product នៅក្នុង category មួយគ្នាហើយបន្តមកខ្ញុំចុច add to cart មកអញ្ចឹងវាចេញមកសូឡែងខ្ញុំហ្នឹងអញ្ចឹងបន្តមកខ្ញុំទៅតេស្តproduct ថែមមួយទៀតខ្ញុំចុច add to cart មកនេះខ្ញុំធ្វើការតេស្ត product បានមួយទៀតហើយអញ្ចឹងខ្ញុំធ្វើការ add វាថែមមកហើយបន្តមកធ្វើការតេស្ត loop product ហ្នឹងចោលអញ្ចឹងបន្ទាប់មកខ្ញុំទៅធ្វើការបើក Telegram bot សិនអញ្ចឹងនេះវាគឺជា group shop របស់ខ្ញុំ Telegram shop bot របស់ខ្ញុំអញ្ចឹងបន្ទាប់មកខ្ញុំធ្វើការចុច check out អញ្ចឹងបន្ទាប់មកខ្ញុំធ្វើការដាក់ឈ្មោះអាស័យដ្ឋានរបស់ខ្ញុំហើយបន្ទាប់មកខ្ញុំធ្វើការ order វាអញ្ចឹងដល់ពេលខ្ញុំធ្វើការ order វានឹងចូលទៅកាន់ group shop របស់ខ្ញុំហ្នឹងអញ្ចឹងនេះវាគឺជា receive ដែលខ្ញុំបាន order product ហ្នឹងមិញខ្ញុំធ្វើការបាន order product បានមួយអញ្ចឹងបន្តមកខ្ញុំធ្វើការមកតែ product add product ថែមឲ្យបានច្រើនខ្ញុំធ្វើការ add វាមកខ្ញុំ add វាថែមទៀតនេះឥឡូវវាចេញមកមួយអញ្ចឹងធ្វើការ order វាថែមorder វាទៀតអញ្ចឹងឥឡូវវាចេញproduct មកបាន4មក4អីអញ្ចឹងបន្តមកធ្វើការ check out ហើយខ្ញុំចូលអាស័យដ្ឋានចូលឈ្មោះដូចមិញដែរហើយបន្តមកធ្វើការ order វា
chờ lỡ vi cho tới can receive bao nhiêu mấy cho tới can group bao nhiêu chẳng ní vi trên nói chẳng đặng mấy nhưng mà order nó vi miền chuẩn luôn buôn và đặng chẳng project ní nhóm ban deploy với hai đáy chẳng ngầm thời ca project deploy với nhóm nhóm ban deploy với technology AWS chẳng nhóm open với máu hay tao máu thời ca test ad và đặt chỗ hay tao máu đã sai than đại đi môn máu chứ không thể cao order chẳng ní với cái chia receive để nhóm ban order với máu vì mình chỉ muốn mà đặt nữa chẳng video nhóm đo tìm cho với số một con cụ